ណានេះទឹកដីណែនាំយោងមតិណែនាំរបស់អាដាមសោមសូរីដាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសូមគោរពនិងអនុញ្ញាតធ្វើការរំលឹកដល់លោកស្រីប្រធានលថខបទាំងអស់មេត្តាជ្រាបថាឃើញណាអនុលោមតាមច្បាប់និងបទបញ្ជានិងនីតិវិធី 6.1.7 បញ្ជីបោះឆ្នោតត្រូវតែធានាការសម្ងាត់ណាធានាការសម្ងាត់សន្តិសុខឯកជនភាពនិងសុវត្ថិភាពរបស់បុគ្គលដូចនេះកបខសដែលទទួលបន្ទុកការធ្វើប្រតិភូកម្មអំណាចពីកចបនិងកចបដែលទទួលបន្ទុកជាមន្ត្រីចុះឈ្មោះបោះឆ្នោតត្រូវចាត់វិធានការនានាឲ្យបាននៅគោលការណ៍សម្ងាត់សន្តិសុខឯកជនភាពនិងសុវត្ថិភាពរបស់បុគ្គលក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតនិងបរិវេណខាងក្នុងការិយាល័យបោះឆ្នោត15ម៉ែត្រជុំវិញការិយាល័យបោះឆ្នោតហើយក្នុងករណីជនទាំងឡាយណាឃើញណាក្នុងករណីជនទាំងឡាយណាដែលតាមធ្វើតាមគ្រប់មធ្យោបាយលួចយកទិន្នន័យឬព័ត៌មានរបស់អ្នកបោះឆ្នោតដោយពុំមានការអនុញ្ញាតពីកចបឬកបខសបើពុំមានការអនុញ្ញាតឃើញណានេះទឹកដីណែនាំណាឬពីប្រធានកចបអាចធ្វើការណែនាំជននោះឲ្យបញ្ឈប់ជាបន្ទាន់នៅសកម្មភាពដែលបានឃើញលិខិតរបស់លេខាគឺខាងមន្ត្រីរបស់គណៈកម្មការរៀបចំការបោះឆ្នោតនឹងបំពេញសិទ្ធិរបស់គណៈងារគណៈបកទាំងស្រុងទៅហើយខ្ញុំថាយើងអាចប្រាប់ពាក្យថាប្លន់បានប្លន់សិទ្ធិគណៈងារគណៈបកព្រោះអីគណៈងារគណៈបកនឹងមានសិទ្ធិក្នុងការសង្កេតហើយគាត់ដេញមិនឲ្យសង្កេតតើឲ្យពួកខ្ញុំផ្ដល់សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោតដំបូងយ៉ាងម៉េចបាទសុំតិចខ្ញុំសុំបញ្ជាក់បន្តិចព័ត៌មានរបស់ឆ្នោតត្រូវរក្សាការសម្ងាត់ព័ត៌មានដូចជាអ្វីអាដាមបានចាំស្ដាប់ខ្ញុំសិននៅក្នុងចំណុច617កចរបត្រូវធានាការសម្ងាត់ត្រូវធានាសុវត្ថិភាពនិងសន្តិសុខរបស់បុគ្គលហើយបើសិនជាចង់និយាយពីជំនាញទៀតខាងក្រសួងមហាផ្ទៃគឺលោកច្បាស់លាស់ណាស់ពីព្រោះយើងមិនអោយដំណើរការរៀបចំបញ្ជីបោះឆ្នោតคล้ายជាគោលដៅនៃចក្រកម្មនេះអានេះសូមបញ្ជាក់កន្លែងហ្នឹងណា